សូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំពំនាំវីដេអូពិសេសមួយបងប្អូនបាទហើយបងស្រីម្នាក់ដែលគាត់ជាជនជាតិថៃនេះគាត់បានឆ្នៃដីចំការរបស់គាត់ណាបងប្អូនបាទនេះគឺការរៀបចំរបស់គាត់ការកែច្នៃរបស់គាត់ពិតជាស្អាតមែនទែនបាទគាត់មានដាំផ្កានៅជុំវិញផ្លូវហើយគាត់ដាក់អាស័យបងប្អូនបាទរែងជាអាស័យហើយគាត់ធ្វើផ្លូវចូលណាបងប្អូនបាទពិតជាស្អាតមែនទែនហើយនៅដីចំការរបស់គាត់នេះគឺភាគច្រើនគាត់ជីកជាស្រះបងប្អូនបាទជីកជាស្រះបាទបន្ទាប់មកគាត់ធ្វើជាកញ្ចុះនៅលើស្រះរបស់គាត់ណាបាទហើយពិតជាស្អាតមែនទែនហើយគាត់ដាំដើមឈើឬក៏បន្លែអីផ្សេងអញ្ចឹងនៅដីហ្នឹងគឺមើលទៅពិតជាល្អមែនទែនបងប្អូនបាទបងស្រីគាត់បានធ្វើកិច្ចការងារនេះជាយូរឆ្នាំហើយបងប្អូនដោយសារការស្រឡាញ់ទៅលើផ្នែកកសិកម្មផងស្រឡាញ់ទៅលើផ្នែកចំណីអាហារផងគាត់បានកែច្នៃឲ្យទៅជាលក្ខណៈទាញភ្ញៀវមកលេងនៅដីចំការរបស់គាត់ណាបងប្អូនហើយបងប្អូនមើលហើយគឺស្អាតមែនទែនគាត់ចេះរៀបចំនៅលើទឹកណាបាទកន្លងមកគឺខ្ញុំធ្វើវីដេអូអត់បានតាក់ទងទៅលើការកសិកម្មលាយជាមួយនឹងការកែច្នៃបែបនេះទេហើយអានេះគឺខ្ញុំពំនាំវីដេអូថ្មីហ្នឹងគឺដើម្បីចែកជូនពុកម៉ែទាំងអស់គ្នាឲ្យចេះច្នៃបងប្អូននៅពេលដែលយើងចេះច្នៃបែបហ្នឹងទៅយើងអាចទាញចំណូលពីផ្នែកកសិកម្មផងហើយនឹងអាចទាញពីអាជីវកម្មដែលយើងធ្វើនៅលើទឹកនឹងផងបងប្អូនបាទពិតជាល្អមែនទែនហើយស្រះរបស់គាត់គឺគាត់ជីកច្រើនបងប្អូនហើយនៅជុំវិញស្រះបងប្អូនឃើញហើយគឺគាត់ដាំជាប្រភេទផ្កាយើងមើលទៅស្រស់ស្អាតមែនទែនគួរឲ្យចាប់អារម្មណ៍ហើយគាត់មានរៀបចំផ្លូវសម្រាប់ដើរចូលមើលទៅធម្មជាតិពិតបងប្អូនបាទនេះហើយគឺជាគំនិតច្នៃប្រឌិតរបស់កសិករនៅពេលដែលគាត់ខិតខំធ្វើកសិកម្មយូរទៅគាត់នឹកឃើញថាបើសិនជាគាត់រៀបចំឲ្យអតិថិជនមកលេងគឺគាត់អាចទាញចំណូលបន្ថែមបានណាដល់គាត់សាករៀបចំទៅដល់ពេលគាត់ធ្វើបានមានអតិថិជនមកលេងបងប្អូនបាទអ្នកណាត្រូវការស្ទូចត្រីស្ទូចអីចឹងទៅបាទមានការស្ទូចចឹងទៅបងប្អូនស្ទូចចឹងទៅគាត់យកទៅធ្វើម្ហូបជាម្ហូបឲ្យចឹងណាបងប្អូនបាទពិតជាល្អមែនទែនបងប្អូននេះគឺជាត្រីរបស់គាត់ដាក់ចំណីឲ្យច្រើនណាស់បងប្អូនអើយច្រើនមែនទែនគាត់ពិតជាមនុស្សពូកែមែនហើយជាមនុស្សស្រីទេប៉ុន្តែគាត់ធ្វើកសិកម្មបងប្អូនមើលឃើញគាត់ដាំមានផលិតផងបាទហើយមានដើមចេកផងនៅលើទួលលើភ្លឺស្រះបងប្អូនបាទអូពិតជាល្អមែនទែនសម្រាប់កិច្ចការងារកសិកម្មនៅពេលដែលយើងចេះកែច្នៃវាបានអត្ថប្រយោជន៍ច្រើនមែនទែនបាទអញ្ចឹងបងប្អូនកសិករទាំងអស់ឬក៏បងប្អូនដែលស្រឡាញ់ខាងវិស័យកសិកម្មបងប្អូនមើលវីដេអូនេះហើយបងប្អូនអាចបើមានដីទំនេរអីឬក៏ចង់ប្រកបអាជីវកម្មរស់ស៊ីអីហ្នឹងណាបងប្អូនអាចមើលគំរូតាមគាត់ទៅបាទហើយបងប្អូនអាចជីកស្រះឬក៏ធ្វើលក្ខខណ្ឌណាមួយក៏ដោយបងប្អូនសំខាន់ឲ្យតែយើងចំណាយតិចណាបើសិនជាបងប្អូនចេះធ្វើខ្លួនឯងទៀតវាជារឿងល្អយើងអាចចំណាយមិនច្រើនសម្រាប់ធ្វើកិច្ចការងារហ្នឹងណាបងប្អូនបាទយើងមានចិញ្ចឹមត្រីនៅខាងក្រោមអញ្ចឹងទៅដល់ភ្ញៀវគាត់មកអតិថិជនមកលេងអញ្ចឹងទៅបាទគេឃើញធម្មជាតិអញ្ចឹងគេស្រឡាញ់គេក៏មកលេងច្រើនអញ្ចឹងណាបងប្អូនបាទវាធ្វើឲ្យគាត់ហ្នឹងទៅជាលក្ខណៈអាជីវកម្មពីរចម្រុះបងប្អូនកសិកម្មផងអាជីវកម្មលក់ដូរផងបាទហើយមួយទៀតបើសិនជាពុកម៉ែបងប្អូនរៀបចំអញ្ចឹងបងប្អូនអាចថាយើងចង់ថាលក់ចំណីក៏បានដែរបងប្អូនបាទយើងវិចជាកញ្ចប់តែ1000អីតិចតួចទៅនៅពេលណាដែលគាត់មកលេងគាត់ចង់ដាក់ចំណីគាត់ទិញចំណីពីយើងទៅអាហ្នឹងក៏ជាចំណូលមួយបន្ថែមដែរតែបើសិនជាបងប្អូនមិនលក់ចំណីបងប្អូនអាចឲ្យគាត់អ្នកណាចង់បោះឲ្យត្រីស៊ីអីយកចំណីពីគាត់ហ្នឹងក៏បានដែរប៉ុន្តែខ្ញុំលើកទឹកចិត្តឲ្យវិចជាខ្ចប់សម្រាប់លក់វិញបងប្អូនបាទហ្នឹងវាអាចជាចំណូលរបស់យើងផងដែរអញ្ចឹងណា
មើលទៅស្អាតមែនតើបងប្អូនគាត់រៀបចំបាទធម្មជាតិបាទហើយនៅក្នុងស្រះរបស់គាត់នេះគឺគាត់ជីកមិនជ្រៅទេបងប្អូនបាទដូចខ្ញុំបានជម្រាបប្រាប់បងប្អូនថាការជីកស្រះនៅពេលដែលយើងជីកជ្រៅពេកលិចក្បាលវាធ្វើឲ្យយើងពិបាកប្រមូលផលមានន័យថានៅពេលដែលយើងចង់ប្រមូលអីតើយើងបូមវាចេញទឹកបានយើងអាចប្រមូលផលបានអញ្ចឹងណាតែធៀបពិតនៅពេលដែលយើងចិញ្ចឹមធ្វើ1ម៉ែត្រកន្លះអីនៅពេលដែលយើងចង់ប្រមូលផលយើងអាចចុះយកគៀបងប្អូនគេយកសំណាញ់គៀដើម្បីប្រមូលផលត្រីណាបាទហ្នឹងគឺវាមិនសូវជាចំណាយពេលវេលាច្រើនសម្រាប់ការប្រមូលផលហើយបងប្អូនមើលត្រីរបស់គាត់ហ្នឹងគឺល្អមែនទែនបាទល្អណាស់ហើយគាត់មានដាំច្រើនប្រភេទមានផ្កាមានអីផងបងប្អូនបាទមើលទៅគួរឲ្យគេហៅថាស្រស់ស្រាយជាមួយនឹងធម្មជាតិណាសម្បីតែគាត់ហ្នឹងក៏គាត់សប្បាយចិត្តដែរនៅពេលដែលគាត់ធ្វើកិច្ចការងារនេះបានបងប្អូនចឹងបងប្អូនដែលមានដីទំនេរឬក៏ដីចំការណាអាចធ្វើបានបងប្អូនគួរតែចាប់ផ្ដើមទៅបាទទោះយើងមិនបានធ្វើដូចគាត់យើងអាចតែជីកទៅស្រះចិញ្ចឹមត្រីក៏បានដែរបងប្អូនប៉ុន្តែបងប្អូនទៀតពិតយើងនៅពេលដែលយើងធ្វើបងប្អូនត្រូវធ្វើមិនឲ្យវារៀងទីតាំងយើងឲ្យយើងស្អាតទេបងប្អូនស្អាតឲ្យអនាម័យបាទកុំឲ្យយើងចិញ្ចឹមត្រីទៅវាអាចឆ្អាបអីចឹងណាតែទៀតពិតបងប្អូនអាចធ្វើមិនកុំឲ្យវាទឹកនឹងវាឆាប់ខូចទៅអាចថានៅពេលដែលទឹកខូចយើងអាចបូមចេញឬក៏លក្ខខណ្ឌណាមួយដើម្បីឲ្យយើងបដូរទឹកទៅកុំឲ្យវាមានធំក្លិនអញ្ចឹងណាបងប្អូនតែធំក្លិនអតិថិជនគាត់ទៅគាត់មិនសូវជាចង់អង្គុយលេងទេបាទគាត់អាចថាវាមានបញ្ហាក្លិនអីចឹងបងប្អូនអញ្ចឹងយើងរៀបចំចំណុចហ្នឹងដែរបាទហើយត្រីរបស់គាត់ហ្នឹងគឺគាត់ចិញ្ចឹមច្រើនណាបងប្អូនហើយគាត់និយាយទៅគាត់គត់គង់ទៅលើថាការងាររបស់គាត់បងប្អូនណានៅពេលដែលគាត់ចិញ្ចឹមបានទៅគាត់យកធ្វើម្ហូបអតិថិជនណាដែលគាត់ត្រូវការកំងអីចឹងទៅបាទធ្វើជាសម្លធ្វើជាម្ហូបដល់អតិថិជនចឹងទៅបងប្អូនបាទពិតជាល្អមែនតើហើយគាត់ធ្វើលើរៀងវាលបងប្អូនឃើញទេបាទជាលក្ខណៈវាលអញ្ចឹងគាត់ធ្វើបែបហ្នឹងចំត្រីអញ្ចឹងវាមិនសូវជាប៉ះពាល់អ្នកដទៃទេបងប្អូនបាទមានតែការទាញយកចំណូលបន្ថែមអំពីប្រភេទកសិកម្មចម្រុះរបស់គាត់ហើយគាត់មិនមែនចិញ្ចឹមតែត្រីនឹងកន្លែងអាហារឋានបែបហ្នឹងទេបងប្អូនតិចទៀតបងប្អូនទៅមើលចំការរបស់គាត់ដែលគាត់ដាំច្រើនប្រភេទបាទហើយខ្ញុំពំនាំនៅវីដេអូតិចទៀតបងប្អូននាំបងប្អូនទៅមើលចំការរបស់គាត់ណាបាទព្រោះគាត់ហ្នឹងគឺជាកសិករគំរូបងប្អូននៅប្រទេសថៃណាតែគាត់តែងតែធ្វើកសិកម្មល្អហើយកែច្នៃឲ្យទៅជាលក្ខណៈកន្លែងរស់ស៊ីយើងមើលទៅស្អាតយើងមើលទៅគួរឲ្យតាក់ទាញណាបងប្អូនបាទសម្រាប់ខ្ញុំវិញនៅពេលដែលខ្ញុំតិចទៀតអីយើងអាចរៀបចំអញ្ចឹងពិតជាល្អណាស់បងប្អូនព្រោះខ្ញុំមានដីមួយកន្លែងដែរបាទគឺល្អមែនតើយើងអាចតាក់ទាញភ្ញៀវសម្រាប់ចូលទៅអង្គុយលេងចូលទៅរីករាយជាមួយនឹងធម្មជាតិដែលយើងបានរៀបចំហ្នឹងបាទហើយយើងអាចរៀបចំជាផ្កាជាអីដូចគាត់ហ្នឹងទៅហើយយើងដាំនៅសៀមាត់ស្រះហ្នឹងគឺគាត់ដាំផ្កាមាត់ស្រះក៏គាត់ដាំផ្កាដែរហើយគាត់ធ្វើឲ្យស្រះហ្នឹងអាចចេញទឹកអាចហូរទៅវិញទៅមកបានបងប្អូនឃើញទេមានត្រីវាឆ្លងទៅឆ្លងមកពីស្រះមួយទៅស្រះមួយបានណាបាទនេះគឺជាបច្ចេកទេសរបស់គាត់បងប្អូនគាត់ចង់ឲ្យត្រីហ្នឹងវាសុបាយចេញពីស្រះមួយទៅស្រះមួយអញ្ចឹងកុំឲ្យវា stress បាទពិតជាល្អមែនទែនបងប្អូនបាទនេះបងប្អូនឃើញវីដេអូហ្នឹងហើយបងប្អូនអាចសិក្សារៀនសូត្របន្ថែមអំពីវីដេអូហ្នឹងហើយយើងអាចស្វែងរកចំណេះដឹងបន្ថែមទៀតមកបងប្អូនពីវីដេអូផ្សេងដែលគេបានយកមកចែកម្លែកជូនបងប្អូនហ្នឹងហើយបងប្អូនអាចរៀនសូត្រទុកជាគំនិតទៅបន្ទាប់មកយើងអាចរៀបចំជាផែនការមួយសម្រាប់កិច្ចការងាររបស់យើងថាយើងគួរតែធ្វើយ៉ាងម៉េចជីកស្រះប្រមាណស្រះហើយជម្រៅប្រមាណហើយយើងគួរតែធ្វើដូចគាត់ចឹងមកបាទអញ្ចឹងយើងអាចទាញចំណូលចូលបានហើយបងប្អូនវាមិនមែនជារឿងលំបាកទេឲ្យតែយើងគិតឃើញយើងអាចអនុវត្តធ្វើទៅហើយបើសិនជាយើងចេះធ្វើដោយខ្លួនឯងទៀតកាន់តែប្រសើរបងប្អូនប្រសើរមែនតើ
mà mới còn là đã chấm này ở tray xí bông ổn mà hay mưa tới cứ sky maintain bông ổn sky hay lo maintain cả thưa bài mít tôi tờ dương miền công địch này bắt đượcច្រើនbông ổn hayគាត់ធ្វើនេះគឺគាត់មានផែនការច្បាស់លាស់របស់គាត់ណាបងប្អូនគឺការរៀបចំទីតាំងជីកស្រះបាទហើយឬក៏គាត់ធ្វើកញ្ចុះនៅលើហ្នឹងណាបាទអញ្ចឹងបងប្អូននៅពេលដែលយើងជីកហើយយើងអាចយើងអត់តន់ដាក់ទឹកយើងអាចធ្វើកញ្ចុះណាបងប្អូនយើងមិនមែនបើសិនជាយើងដាក់ទឹកហើយយើងធ្វើកញ្ចុះលើរឿងវារឿងប្រមាថបន្តិចបងប្អូនបាទយើងធ្វើនៅលើទឹកអញ្ចឹងណាបាទប៉ុន្តែបើសិនយើងជីកឲ្យហើយបានយើងធ្វើនៅក្នុងស្រះទៅយើងរៀបតសរៀបអីចឹងទៅវាមានភាពងាយស្រួលច្រើនណាបងប្អូនបាទនេះគឺជាស្រះរបស់គាត់បងប្អូនមើលគាត់ដាក់ត្រីដាក់ចំណីបងប្អូនបាទអូយច្រើនមែនតើនឹងបងប្អូនសាកសម័យមើលថានៅពេលដែលយើងចង់ស្លអីបងប្អូនចង់ស្លយើងកាន់តែដងបន្ទួចមួយទៅបិទនុយយើងស្ទួយទៅយើងបានស្លបាទអញ្ចឹងយើងអាចកាត់បន្ថយចំណាយផងដែរហើយគាត់ហ្នឹងគឺនៅពេលដែលអតិថិជនមកលេងអញ្ចឹងគាត់អាចស្ទួយគាត់អាចអីបានអញ្ចឹងណាអញ្ចឹងវាធ្វើឲ្យអ្នកមកលេងហ្នឹងមានអារម្មណ៍ល្អមានអារម្មណ៍ស្រស់ស្រាយជាមួយនឹងការធ្វើកសិកម្មចម្រុះផងការលក់ដូរផងអញ្ចឹងណាបងប្អូនបាទអញ្ចឹងវាមានលក្ខណៈល្អប្រសើរមែនទែនបងប្អូនទាំងអស់គ្នាបាទហើយក៏រៀបចំគឺស្អាតរបស់គាត់ហ្នឹងបងប្អូនស្អាតមែនទែនបាទមានដាំផ្កាមានអីសពនៅជុំវិញភ្លឺស្រះបងប្អូនគាត់អត់មានទុកដីទំនេរចោលផ្ដេសផ្ដាស់ទេបងប្អូនគឺគាត់លៃនៅជុំវិញរបស់គាត់ហ្នឹងគឺបានយ៉ាងល្អបងប្អូនបាទដល់ពេលយើងដើរដាក់ចំណីទៅយើងអាចធ្វើឲ្យអារម្មណ៍របស់យើងហ្នឹងវាស្រស់ស្រាយល្អណាបាទប្រភេទដាំផ្កានេះគឺភាគច្រើនកសិករដែលគាត់ជាស្រីដែលគាត់ភាគច្រើនគាត់និយមដាំផ្កាអញ្ចឹងបងប្អូនបាទគឺល្អមែនតើបងប្អូនអើយល្អមែនតើបាទនេះជាដើមក្រូចឆ្មារបស់គាត់ណាបងប្អូនគាត់ដាំបានច្រើនដើមដែរនៅក្នុងដីចំការរបស់គាត់ហ្នឹងបងប្អូនអូយផ្លែច្រើនផ្លែច្រើនណាបងប្អូនអើយផ្លែដោយសារគាត់បានរៀបចំប្រព័ន្ធទឹកស្រោចស្រពបានល្អបងប្អូនបងមកផ្លែឡើងព្រាតហ្មងបងប្អូនបាទគាត់ដាំនៅក្នុងលូបងប្អូនដាំនៅក្នុងលូផងដាំនៅលើដីផងហើយនេះគឺជាតុកឬក៏កៅអីរបស់គាត់ដែលគាត់បានធ្វើណាបងប្អូនបាទអូយពិតជាល្អមែនតើបងប្អូនហើយគាត់ដាំប្រហែលជាតិចដើមទេបងប្អូនគាត់ដាំដើម្បីទី1គឺគាត់អាចលក់នៅលើទីផ្សារបានហើយចំណុចទី2ហ្នឹងគឺគាត់អាចយកទៅធ្វើជាម្ហូបធ្វើជាអីបងប្អូនហើយជាចុងបញ្ចប់ក៏សូមអរគុណដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលតែងតែតាមដានវីដេអូកសិកម្មចម្រុះរបស់យើងខ្ញុំបាទហើយបើសិនជាខ្ញុំបាទនិយាយទៅលើសលួសខ្វះខាតត្រង់ចំណុចណាមួយសូមបងប្អូនពុកម៉ែទាំងអស់គ្នាសូមអធិស្ឋានពីចម្ងាយផងបាទហើយខ្ញុំនឹងពំនាំវីដេអូថ្មីបន្ថែមទៀតដើម្បីជំរុញលើកទឹកចិត្តពុកម៉ែបងប្អូនបាទសូមអរគុណសូមជម្រាបលា